សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទី10ដែលក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពាក់ព័ន្ធទៅនឹងកន្លែង material ក៏ដូចជា postulate អញ្ចឹងដំបូងគេគឺ material នេះឯងអញ្ចឹង material នេះគឺខ្ញុំអត់សូវជាលម្អិតប្រហែលទេឥឡូវនេះគឺខ្ញុំនឹង focus ទៅលើ postulate ច្រើនជាងតែក៏ខ្ញុំនឹងប្រាប់កន្លែង material នេះដែរកន្លែង material នេះគឺជាកន្លែងដែលពេលដែលយើង import 3D model របស់យើងចូលមកក្នុង Motion ហ្នឹងមកចាកន្លែង material ហ្នឹងគឺជាកន្លែង material របស់ 3D ដែលយើង import ចូលនឹងឯងហើយគេដាក់ដើម្បីអីដើម្បីឧបមាថាបើសិនជាយើងចង់បាន material ហ្នឹងយកមកប្រើយើងគ្រាន់តែ click លើហ្នឹងទៅហើយយើងអាចទាញចាក់បានឃើញអត់គ្រាន់ចុចឲ្យជាប់នេះចុចវាជាប់ចុចលើ material ហ្នឹងឲ្យជាប់កុំលែងហើយយកមកប៉ះលើ face ណាដែលយើងចង់ចាក់បើយើងអត់ចង់ចាក់ទេយើងចុចវាចុះយើងបន្លែងមកក្នុងនេះវិញមកបានហើយណាដូចទៅនឹងដាក់ដើមឈើអញ្ចឹងឧបមាថាបើសិនជាយើងចង់ដាក់ដើមឈើយើងមិនទាញអញ្ចឹងត្រូវអត់ចុចវាជាប់ឲ្យទាញមកអញ្ចឹងដើម្បីចុចវាជាប់ហើយទាញមកដាក់អញ្ចឹងកុំបន្លែងហើយរកទីតាំងណាដែលយើងចង់ដាក់អញ្ចឹងឧបមាថាយើងអត់ចង់ដាក់ទេយើងចុចវាចុះឲ្យទាញដាក់វិញមកយ៉ាជាការស្រេចហ្នឹងដូចតែគ្នាទេអូខេអញ្ចឹងកន្លែង material នេះគឺខ្ញុំបកស្រាយបានប៉ុណ្្នឹងទេអញ្ចឹងឥឡូវនេះចូលទៅកាន់ postulate ម្ដងនេះ postulate នេះចឹង postulate គឺជាកន្លែងអីគេអញ្ចឹងដើម្បីបិទកន្លែង material នេះយើងគ្រាន់តែ click លើ material នេះមកនេះកន្លែងនេះបិទ pod អូខេអញ្ចឹងយើង focus ទៅលើ postulate ម្ដងអញ្ចឹងកន្លែង postulate នេះវាជាលក្ខណៈកន្លែងដែលយើងអាច add បន្ថែមនៅដើមឈើក៏ដូចជា animation មនុស្សដើរក៏ដូចជា land អីចឹងទៅក៏ដូចជាមានយន្តហោះមានអីចឹងទៅដែលថាអាច add ទៅលើដើមឈើរុក្ខជាតិអីផ្សេងៗហើយមានភាពងាយស្រួលហើយនឹងចំណេញពេលវេលាអញ្ចឹងទៅអូខេអញ្ចឹងពេលដែលយើង click លើ populate pod ឲ្យចេញពណ៌ខៀវបែបហ្នឹងវានឹងលោតមកផ្ទាំងខាងស្ដាំរបស់យើងនេះឯងនេះវានឹងចេញវាថា populate ដែលវាគឺជា property អញ្ចឹងកន្លែងនេះក៏ខ្ញុំនឹងប្រាប់ដល់អ្នកនេះដែរឧបមាថាបើសិនយើង click លើ property pod មានន័យថាយើងបិទលើ property ហ្នឹងឯងអញ្ចឹងកន្លែង property ហ្នឹងគឺជាកន្លែងដែលយើងអាចកែសម្រួលទៅលើ material ក៏ដូចជាអាច add បន្ថែមអីក៏ដូចជាកែអីគឺវាលោតមកកន្លែង property ហ្នឹងឯងអញ្ចឹងបើសិនជាយើងបិទយើងមើលឃើញវាទេបើសិនជាលក្ខខណ្ឌថាបាត់កន្លែងហ្នឹងអ្នកនរនេះគឺបិទដោយសារតែអ្នកទាំងអស់គ្នាបានបិទទៅលើ property នេះឯងអញ្ចឹងដើម្បីវាឃើញវិញគ្រាន់តែចុចលើ property pod វានឹងលោតមកហើយវានឹងកន្លែងដែលយើងត្រូវការបន្ថែមទៅលើក៏ដូចជាកន្លែងកែអញ្ចឹងទៅហើយកន្លែងនេះសៀនក៏ដូចគ្នាដែរអូមកថាបើសិនជាអ្នកនេះចុចប៉ចបិទវាឥឡូវកន្លែងសៀនហ្នឹងក៏បិទដូចគ្នាអញ្ចឹងដើម្បីបើកវិញគ្រាន់តែ click លើហ្នឹងមកយេលក្ខណៈថាកន្លែងហ្នឹងគឺជាកន្លែងដែលយើងចង់ hide អីចឹងណាអូមកថាយើងចង់បិទទៅសៀនក៏បិទដែរអញ្ចឹងបិទអស់មកដើម្បីចង់ឲ្យឃើញ screen ធំអញ្ចឹងទៅឬក៏បិទកន្លែង library នេះមួយទៀតអញ្ចឹងណាយេគឺបែបហ្នឹងអូខេឥឡូវនេះចូលមកកាន់ populate របស់យើងវិញយើងគ្រាន់តែចុចលើ populate pod ហើយវាឃើញ scene របស់យើងទៅយើងបើក scene របស់យើងវិញមកអូខេវាលោតមកឡើងនេះហើយអូខេអញ្ចឹងឥឡូវ populate ទី1គឺ place ទី2គឺ path ទី3គឺ urban អញ្ចឹងឥឡូវនេះយើងផ្ដោតសំខាន់ទៅលើ place មុនអញ្ចឹងពេលដែលយើងចុចលើ pod វាយើង click លើ place មួយ pod មកអញ្ចឹងកន្លែងនេះវាមាន pan ហ្នឹងគឺកន្លែងដែលយើងត្រូវការpath អីអញ្ចឹងអូមកថាចង់ដាក់ដើមឈើខ្ញុំទីដើមឈើមកដាក់អញ្ចឹងយើងត្រូវការចុចដើមឈើឲ្យជាប់យើងឆ្លៃដើមឈើមួយនេះយើងដាក់វាមកក្នុងនឹងអញ្ចឹងណាអញ្ចឹងវាបាត់ដោយសារយើងបិទ populate បាត់អញ្ចឹង click លើ populate ម្ដងទៀតខ្ញុំឆ្លៃដើមឈើមួយនេះហើយខ្ញុំទាញវាឲ្យជាប់ចាប់វាជាប់កុំប្រឡែងហើយទាញមកដាក់ឲ្យចេញពណ៌ខៀវបែបនេះឲ្យប្រឡែងអូខេម្ដងទៀតខ្ញុំចុចវាជាប់ហើយខ្ញុំកុំអត់ប្រឡែងទេខ្ញុំយកមកដាក់ក្នុងនេះហើយបានប្រឡែងក្នុងនេះហ្មងបាន3អញ្ចឹងដើម្បី pan វាបានដើម្បី pad វាបាននៅនេះគ្រាន់តែ click លើនឹង1ចុច C បាន3ឯងអញ្ចឹងចុច C កន្លែងរូបដំបូងហើយនឹងរូបចុងក្រោយបានដល់3អូខេអញ្ចឹងយើងចុចលើសញ្ញា pad នេះមកនេះជក់នេះមកប៉ោចហើយយើងនឹង pad បានដើមឈើជាច្រើនអីចឹងទៅហើយកន្លែងនេះគឺជាកន្លែងបង្រីកនៅកន្លែង pad របស់យើងអញ្ចឹងឲ្យធំជាងមុនអញ្ចឹងទៅអូខេអញ្ចឹងខ្ញុំ escape វិញមកហើយខ្ញុំចូល populate ម្ដងទៀតអូខេអញ្ចឹងបន្តមកទៀតគឺ scatter កន្លែង scatter នេះគឺជាកន្លែងដែលយើងត្រូវការចាក់ទៅលើកន្លែងណាមួយអញ្ចឹងណាអញ្ចឹង click លើ scatter pod ដំបូងខ្ញុំបញ្ជាក់ម្ដងទៀត populate plus
ហើយខ្ញុំចូល scatter scatter plus scatter អូខេអញ្ចឹងកន្លែង scatter ហ្នឹងគឺយើងចាក់យើងអត់ចង់ប៉ាតដូចអាមិញទេខ្ញុំធ្វើដូចមិញអញ្ចឹងប៉ុន្តែយើងអត់ប៉ាតទេណាអញ្ចឹងយើងគ្រាន់តែឆ្លាញ់ដើមឈើមួយណាអញ្ចឹងអាកន្លែង populate ហ្នឹងហើយនឹង plan ហ្នឹងវាផ្ដោតយើងអាចដាក់បានតតែជាប្រភេទរុក្ខជាតិក៏ដូចជា model ដែលវាអត់មានជីវិតបើថាឡានដាក់អត់កើតទេឡានថាជាលក្ខណៈថាដាក់បានលុះត្រាតែវាស្ថិតនៅក្នុងនេះ vegetation នេះអញ្ចឹងគ្រប់អ្វីដែលនៅក្នុង vegetation ហ្នឹងបានយើងអាចទាញដាក់បានដែលស្ថិតនៅក្នុង place និងក្នុង population ហ្នឹងឯងអញ្ចឹងអ្វីដែលក្រៅពីហ្នឹងគឺយើងញុកចូលអត់កើតទេញុកចូលកើតប្រហែលជាមានទៅលើ object នេះ object នេះបានហ្នឹងហើយដូចជាបានហ្នឹងហើយបានអញ្ចឹងភាគច្រើនគឺយើង focus ទៅលើ vegetation ហ្នឹងហ្មងភាគច្រើនវាផ្ដោតសំខាន់ទៅលើរុក្ខជាតិហ្នឹងហ្មងហ្នឹងហើយប្រភេទរុក្ខជាតិហ្មងអូខេអញ្ចឹងចំពោះ scatter ហ្នឹងធ្វើដូចមិញមកអូមកថាខ្ញុំចង់ដាក់ដុំថ្មវិញខ្ញុំចូល vegetation ហ្នឹងហើយខ្ញុំហូបពាក្យថា rock នេះហើយខ្ញុំដាក់ដុំថ្មមកហើយចាក់បកទីវាជាប់ប្លែងដល់នេះអូខេអញ្ចឹងដើម្បីចាក់បានអ្នកនេះគាត់ចុច C ឲ្យជាប់បើសិនជាអ្នកនេះចង់ចាក់តែមួយហ្នឹងទេคลิกតែមួយហ្នឹងបានទេប៉ុន្តែខ្ញុំចង់ចាក់ទាំងពីរហ្នឹងខ្ញុំចុច control ក៏បាន control ចុចមួយគឺបែបហ្នឹងបើយើងចុច C យើងចុចចំណុចរូបភាពទី1រហូតដល់រូបភាពចុងក្រោយអញ្ចឹងបើថាអ្នកនរគ្នាមានរូប5 6អញ្ចឹងទៅអ្នកនរគ្នាចុច C ឲ្យជាប់ទៅវាបានទាំងអស់ហើយអញ្ចឹងឥឡូវ scatter ហ្នឹងគឺជាកន្លែងដែលយើងត្រូវចាក់អញ្ចឹងដើម្បីចាក់បានខ្ញុំចង់ចាក់ទាំងពីរហ្នឹងគឺខ្ញុំចុច C ឲ្យជាប់ហើយចុចដល់រូបទី2នេះអូខេបន្តមកទៀតខ្ញុំ click បានរូបពីរហ្នឹងហើយខ្ញុំចុចលើកន្លែងនេះអញ្ចឹងកន្លែងហ្នឹងជាកន្លែង scatter ដែលវាចាក់ទៅលើ material មួយណាអញ្ចឹងណាអូមកខ្ញុំចាក់លើស្មៅវានឹងរត់ពេញស្មៅហ្មងហើយរត់ពេញស្មៅតែម្ដងនេះដល់ថ្មនេះវាហោះលើហ្នឹងដោយសារអីដោយសារតែ twin motion គ្រប់ពេលដែលយើងចង់ដាក់ object លើអីគឺវាអត់មិនមែនចេះញុកចូលបានណានេះវា score position ក៏ដូចជា score model របស់យើងហ្មងអញ្ចឹងយើងដាក់លើហ្នឹងយើងទាញ model អីមកដាក់លើហ្នឹងគឺវា score ថាអូខេអាហ្នឹងជា model អត់អាចចេះតែធ្លុះអញ្ចឹងណាហ្នឹងហើយអញ្ចឹងវា score គ្នាវាមានដេកមានអីទៅតាមរបស់យើងយ៉ាងដែរអញ្ចឹងអានេះយើងអាចលុបបាននេះខ្ញុំគ្រាន់ឧទាហរណ៍ណាអញ្ចឹងថ្មចាក់នេះយើងអាចលុបបាននេះយើងត្រូវការ click ពីរហ្នឹងហើយបានចុចសញ្ញាចូលលុបនេះដើម្បីលុបបើយើងអត់ click ទេអូម៉ានេះអត់ click ទេអត់ click ទេយើងលុបអត់កើតទេដកក៏ដកកើតដែរអញ្ចឹងតើយើង click សិនឲ្យចេញពណ៌ Q ជុំវិញនឹងសិនហើយខ្ញុំចុចហើយជិះលុបនេះវាជាលុបមកហើយមើលកន្លែងដកនេះគឺជាកន្លែងដែលយើងអាចដកចេញខ្លះអញ្ចឹងណានេះដកចុចលើថ្មមកដកចេញខ្លះចង់អស់ហើយក៏ដល់ពីចឹងយើងលុបហ្មងទៅខ្ញុំរីកកំណត់អ្នកនេះលុបហ្នឹងហើយបើថាលុបអត់ចេញទេដកតែម្ដងទៅអូខេហត់ click ហ៎ click សិនហើយចុចលុបមកលុបចេញទេតតែស៊ូមមួយចិត្តតើឲ្យថ្មនេះយើងដាក់ផ្សេងពីកន្លែងនេះអញ្ចឹងវាអត់លុបកើតតប៉ែមែនអូខេចាកន្លែងផែននេះក៏ដូចគ្នាដែរបើអ្នកនេះចង់លុបអ្នកនេះត្រូវតែ click លើនឹង3ហើយចុចចូលលុបបានចុចចូលលុបបានហើយបានលុបកើតអញ្ចឹងណាហើយកន្លែងនេះគឺជាកន្លែងបរិយាព្រមផែនរបស់យើងនឹងឯងអូខេឥឡូវនេះចូលមកដល់កន្លែងខ្ញុំចុច populate ម្ដងទៀតហើយខ្ញុំចូលទៅមកកាន់spacing ម្ដងអញ្ចឹងកន្លែង spacing ហ្នឹងខ្ញុំចុចលើកន្លែង spacing វិញគឺជាកន្លែងដែលយើងអាចគូបានណាអូមកថាខ្ញុំមានដើមឈើមួយនេះមួយហើយនឹងដើមឈើមួយនេះមួយអូខេហើយខ្ញុំចុចលើហើយខ្ញុំ click លើដើមឈើនេះមួយចុច C បូកទាំងនេះមួយទៀតហើយខ្ញុំអាចចុចផែននេះមួយឬក៏វានឹងចេញពណ៌ Q ស្រាប់យើងបើចាំចុចក៏បានដែរអញ្ចឹងពេលដែលយើងបាន click លើដើមឈើនោះរួចរាល់ហើយ
dương trong đam khơi nhẹ po lương nó lơ này khơi lơ màu mục màu nhau mà khơi chẳng click lơ viêm muối click đây muối click lơ tí tăng muối khỏi dương nữa thấy vì trên sai line muối này chắc nhưng hồi chúng mình bị chọn máu ok chọn thẩm địa về toàn khơi nam chơi chắc nhưng click một tiết ok chắc nhưng nhung ở sau này than nhung bị chọn thẩm năng cho chứ nhưng cái escape là mấy có đạt p cho escape tất đam chơi nó mình viên đừng lốt máu tam chua để những cu nâng ấy cái bạn nằng hai ôm một còng tách máu nhưng nằng khơi cả lại cái lại nó cứ chỉ cả lại random không cái offset vào dương nó nè trong ai việc beri thôm miếng phần rít spec hay thôm những từ random lateral offset cứ chỉ cả lại đại dương thấu vùng rít spec đại dương cu line nằng ok anh ấy cứ chỉ bài count mình đây the dương rộp chùm luôn đam chơi dương trong ai đam chơi nó một màn nếu như trong ai đọc rồi còn bao nhiêu những từ cùng mùi những từ rồi còn ai quay nằm lại lấy lên đi man đi cái này nè ok đọc với bài distance ní cứ chia đó cùng liệt đam chơi muối đam chơi mùi dương trong ai quy miên trong ngày bị khi màn tao màn mệt nè chẳng viên nào thế ai trong man chỉ count trong man chỉ rộp chùm luôn luôn ái trong man đam chơi màn luôn ái rồi mua chích nào thế trong man cùng liệt đam chơi bị màn tao màn năng ai nè ai quay nằm lại lấy trong nước man thịt chẳng là trailer đầm đầu cái này họ thấy được nè này cứ chia lại random order mình này tha dương clear lần tết đồng bài viên bài ngày ở việc mình bài là tha ở viên bài một khóc nè chẳng nè hay lại này cứ chia lại setting per object dương break room scale là chẳng nè dương tỷ lệ máu vì là tôi chạy chẳng làm cho tụi nó vì là hộ tụi tôi tam năng này này random scale mình này tha mình tôi mình thông hiện tại dương tin tôi về miền các mình tiêu hiện tại này random offset mình đây thá làm cho nó miền là thá vì khó khóc này giống random từ lơ offset môi từ một môi từ khỏi giống này ok này random rotation mình đây thá cái lại này dương thầu ca random oi làm chơi khác ba một tuần đi làm chơi khác ba một tuần luôn chẳng từ ok ok cái lại trong trai này populate cái lại trong trai này plan ấy cứ area này ấy chẳng đôi tập nghe tế dương ai và chỗ bán lưu ra ta với thân nó nóng vegetation là theo phi chán cứ nó bạn ai nhọc chỗ cái lại bọp trong bàn ok nhưng trên việc cho những lệnh vì mình chẳng ai ok chẳng lại area nó việc ở kho kia bị lại spacing mà đấy khoảng thời đấy việc cách chụp tay cả là với nhớ này chẳng area nó đích chẳng lại area nó đích spacing mình chẳng clear model phải dương máu cho xìa job rồi cho control cho mũi của bạn này ok bây giờ dương man select tặng bay năng hái dương IQ bài này trong click lướt lại chúng ta đi muối lại đi muối đo lại đi muối đo lại đi muối hái đo lại đi muối nè nè nên là nó thế bây giờ nào thế cu ban sông ban năng hái nào thế ai ôm một khổ máu hai nào nên cái lại còn mơ lại spacing nè chẳng việc nên hai cùng liệt viết buôn máy rồi spec vào viết buôn máy rồi chẳng dương vì hiện tôi là chẳng là cả nó tôi chẳng là lại area này tôi những cùi thốn mà chắp khơi chẳng ở nó đi dương một thôi spacing với máu đồng bề khơi nè luôn mà nói yeah chẳng bây giờ spacing căn được tốt viên đừng khơi mồi chẳng area nó nào nè là hai chịp tây cả lá chẳng to quạt to là cùi thùng là tha tôi ta bị chắc nó nhé thầu ca lại miền đam chơi chợ đấy chứ nào nè ai sang một ở area band area nó không nóng populate là thân nó không nóng lại là ngày chẳng chừng nói lại area nó cứ mình tập phân nắng phụ thang lại khác cứ đôi ta lại muốn đôi khi tế vì mình scale offset đôi chỉ random scale đôi khi chẳng automate không khi tế chẳng không video bật tóc nhưng nó hay nào nên bật tháng nâu lại populate đợt đá bàn tái cứ lại pad đi một đòn